កាលពីយូរលង់ណាស់មកហើយនៅក្នុងព្រៃធំខ្មៅងងឹតមួយមានបុរសម្នាក់ឈ្មោះអញ្ចឹងដែលមានចិត្តអាក្រក់ខ្លាំងគាត់មិនដែលស្ទប់អ្នកណាមិនដែលអាណិតសត្វនិងចូលចិត្តសម្លាប់សត្វតូចៗដើម្បីស៊ីសត្វឬលេងសើចព្រៃទាំងមូលភ័យខ្លាចគាត់សូម្បីតែសត្វធំក៏ខ្លាចរអាថ្ងៃមួយព្រះពុទ្ធដែលមានព្រះទ័យមេត្តាបានលេចខ្លួនជារូបដ៏ភ្លឺថ្លាដើរមកជិតអញ្ចឹងព្រះអង្គប្រាប់ថាចិត្តអាក្រក់នឹងនាំឲ្យអញវិនាសចូលចាកចេញពីព្រៃនេះមនុស្សចាស់ស្រីជាមួយមនុស្សរៀនសិលធម៌ពីមនុស្សទើបអញរួចផុតពីទុក្ខអញ្ចឹងស្ដាប់ហើយប៉ុន្តែមិនជឿទេគ្រាន់តែចង់រួចខ្លួនពីភាពឯកកោអញ្ចឹងមកដល់ភូមិតូចមួយមានផ្ទះឈើលើខ្ពស់ស្រែស្រូវនិងប្រជាជនសាមញ្ញប៉ុន្តែចិត្តគាត់មិនផ្លាស់ប្ដូរគាត់លួចអង្គរសម្លាប់មាន់និងគំរាមក្មេងៗប្រជាជនខឹងក៏ចាប់ចងគាត់ជាប់នឹងដើមត្នោតហើយគ្រងនឹងដេញចេញពេលអញ្ចឹងចិត្តស្លាប់ដោយសារទណ្ឌកម្មព្រះពុទ្ធក៏លេចខ្លួនម្ដងទៀតបញ្ចេញពន្លឺមាសហើយប្រែអញ្ចឹងទៅជាសត្វផ្សោតតូចមួយដើម្បីការពារគាត់ពីអំពើអាក្រក់របស់ខ្លួនឥឡូវគាត់មិនអាចកាន់ដាវឬថោបាបនរណាបានទៀតទេសត្វផ្សោតតូចរស់នៅឈៀងទន្លេមេគង្គថ្ងៃមួយវាឃើញដើមម៉ាក់ពិសេសមួយដើមនៅលើកោះតូចផ្លែពណ៌សភ្លឺចែងចាំងវាស៊ីផ្លែនោះរោមរបស់វាក៏ប្រែជាពណ៌ស្ទើងភ្លឺទាំងអស់នេះជាការប្រោសឲ្យអំពើអាក្រក់ចាស់សត្វផ្សោតពណ៌ស្តើងនេះคล้ายជាបុព្វបុរសនៃសត្វផ្សោតទាំងអស់វារស់ដោយសុខសាន្តលេងទឹកស៊ីត្រីនិងមានគ្នាជាក្រុមរាល់ពេលឃើញមនុស្សវាញញឹមរំលឹកថាសិលធម៌ជាផ្លូវនាំសេចក្តីសុខ